សំណួរហេតុអ្វីបានជាខ្មែរក្រហមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញចម្លើយបានជាខ្មែរក្រហមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញព្រោះអង្គការត្រូវការសម្អាតខ្មាំងនៅក្នុងទីក្រុងខ្លាចយន្តហោះអាមេរិកទម្លាក់គ្រាប់បែកខ្វះមធ្យោបាយដឹកជញ្ជូនស្បៀងចូលក្នុងទីក្រុងភ្នំពេញដើម្បីបំបត្តិចោលកម្លាំងដែលប្រឆាំងនឹងបករបស់ខ្លួនខ្មែរក្រហមស្អប់ពួកមូលធននិយមដើម្បីឲ្យប្រជាជនទៅបង្កបង្កើតផលនៅតាមទីស្រុកស្រែចម្ការ